បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបាទលោកគ្រូអ្នកគ្រូរៀមស្បនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានប្រភេទនៃថ្មមួយដុំប្លែកស្អាតបងប្អូនណាបាទគឺយកមកដាក់ផុសចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទដែលយើងរើសបាននៅតាមកន្លែងទីទួលបុរាណទេបងប្អូនណានៅតាមកន្លែងទីទួលបុរាណទេហើយយើងក៏យកមកថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទថ្មនេះគឺប្លែកស្អាតយើងអាចហៅថាគុជថ្មបងប្អូនណាបាទសូម្បីតែខ្ញុំឲ្យអ្នកដែលមានញាណបារមីលោកមើលឲ្យក៏គូថាក៏លោកហៅថាជាប្រភេទគុជថ្មដែរបងប្អូនណាបាទគាត់ថាហ្នឹងគេហៅថាគុជថ្មបាទគាត់ប្រាប់ថានេះជាគុជថ្មបាទគាត់ប្រាប់យើងវិញថាជាគុជថ្មបាទពិសេសឬក៏យើងអាចហៅថាគុជពងនៀកក៏ថាបានដែរបងប្អូនណាបាទតែដុំនេះគឺធំហើយស្អាតបងប្អូនរូបរាងនេះឃើញទេរូបរាងគាត់គឺស្អាតណាបងប្អូនណាបាទគឺស្អាតមានតសៃអីចឹងតែពិសេសត្រង់ថាយើងដាក់ភ្លើងគឺចូលពន្លឺបងប្អូនណាបាទឬក៏យើងអាចថាដុំគុជត្បូងក៏ថាបានដែរបងប្អូនណាបាទដោយសារយើងដាក់ភ្លើងគឺចូលពន្លឺបាទចូលពន្លឺបងប្អូនណាបាទដាក់ហើយយើងឈួលភ្លើងពិលដាក់ទៅគឺចូលពន្លឺបាទនេះហើយគឺជាគុជថ្មដ៏ស្អាតដ៏ស្រស់ស្អាតមួយបងប្អូនណាបាទគុជថ្មដ៏ស្រស់ស្អាតមួយដែលមានរិទ្ធមានតេជះបាទសម្រាប់យើងយកទៅដាក់តាំងសម្រាប់យើងយកទៅដាក់នៅកន្លែងចំនាងផ្ទះដាក់នៅលហឹងឬក៏សាងជាតួអង្គអីផ្សេងបានគ្រប់យ៉ាងបងប្អូនណាដោយសារលោកសាច់ក៏ហាប់ណែនស្អាតល្អដាក់ភ្លើងចូលពន្លឺទៀតបងប្អូនណាបាទចំណែកឯយើងពិនិត្យមើលមួយបែបទៀតបងប្អូនណាបាទដូចជាភូស៊ីលផ្លែភ្នៅបងប្អូនណាបាទដូចជាភូស៊ីលផ្លែភ្នៅអញ្ចឹងបាទនេះកន្លែងនេះគឺមានគុលកណ្ដងគាត់នេះកន្លែងដៃខ្ញុំនេះបាទនេះកន្លែងផតបន្តិចកន្លែងនេះគឺមានគុលកណ្ដងបងប្អូនណាបាទយើងពិនិត្យទៅដូចជាភូស៊ីលផ្លែឈើហើយយើងអាចហៅថាផ្លែភ្នៅចុះដោយសារពណ៌សម្បុររបស់គាត់ដូចជាផ្លែភ្នៅអញ្ចឹងហើយប៉ប៉ិនផ្លែភ្នៅទៀតបងប្អូនណាប៉ប៉ិនផ្លែភ្នៅបាទផ្លែភ្នៅយើងហ្នឹងបងប្អូនណាបាទហើយនេះគឺដូចយើងពិនិត្យទៅដូចកន្លែងគុលកណ្ដងអញ្ចឹងដូចជាភូស៊ីលផ្លែឈើនឹងអញ្ចឹងបងប្អូនណាហើយដូចបេះបិទតែម្ដងបាទយើងផ្លែភ្នៅគឺបេះបិទតែម្ដងបងប្អូនណាបាទហើយរៀងគាត់អញ្ចឹងហើយស្អាតណាបងប្អូនណាបាទគឺស្អាតនេះកន្លែងគុលកណ្ដងគាត់យើងមើលឃើញស្នាមកន្លុកបន្តិចដូចកណ្ដងឡើងកណ្ដងផ្លែភ្នៅអញ្ចឹងបងប្អូនណាបាទអញ្ចឹងយើងអាចហៅថាភូស៊ីលផ្លែភ្នៅក៏បានដែរបងប្អូនណាបាទដោយសាររបស់នេះគឺពិសេសហើយស្អាតដូចពីធម្មជាតិបងប្អូនណាពីធម្មជាតិមិនមែនយើងកែច្នៃមិនមែនយើងធ្វើនោះទេបងប្អូនណាហើយមានទម្ងន់ធ្ងន់ណាបងប្អូនណាបាទគឺធ្ងន់ណាបាទធ្ងន់តែម្ដងមិនធម្មតាទេបាទប្រភេទឈើនេះគឺធ្ងន់ណាក៏ច្រឡំមាត់បងប្អូនណាបាទថ្មបាទគឺធ្ងន់ណាបាទធ្ងន់ដុកហើយឡើងមូលតិលបងប្អូនណាបាទឡើងមូលតិលស្អាតបែបហ្នឹងបាទនេះហើយគឺជាគុជថ្មបងប្អូនណាបាទជាគុជថ្មដ៏ពិសេសសម្រាប់យើងដាក់នៅលើហឹងដាក់នៅលើអាសនៈឬក៏ដាក់នៅចំនាងផ្ទះសុំលៀបសុំជ័យបងប្អូនណាបាទសុំលៀបសុំជ័យបាទចឹងបានជាខ្ញុំអាសារៀបរាប់ឲ្យបែបអ្នកជំនឿបងប្អូនណាគឺបែបអ្នកជំនឿកាលណាឃើញវត្ថុអីមួយដែលយើងគិតថាប្លែកយើងគិតថារបស់នោះពិសេសយើងអាចយកមកគ្រប់វិជាបានគឺមិនខុសទេបងប្អូនណាមិនខុសទេបាទយើងយកមកទុកដាក់ទៅបាទបើសិនយើងនិយាយឲ្យចំទៅគាត់មិនដែលបានទាបាយទីអីហូបទៅណាបាទអញ្ចឹងយើងយកមកទុកដាក់គឺនាំលៀបនាំជ័យបងប្អូនណាគេមានភាពតិចតិចចំមុំចម្រើននៅក្នុងក្រុមគ្រួសារយើងបងប្អូនណាហើយស្អាតណាបងប្អូនណាបាទគឺស្អាតណាស់បងប្អូនឃើញនៅក្នុងរូបភាពនេះស្រាប់បងប្អូនណាបាទហើយខ្ញុំវាយនៅក្នុង YouTube យើងឃើញមានប្រភេទនៃគុជថ្មដែលគេដាក់នៅក្នុងហ្នឹងគឺដូចរបស់ហ្នឹងបេះបិទតែម្ដងបងប្អូនណាបាទគេហៅថាគុជថ្មបាទគឺដូចបេះបិទតែម្ដងបាទហើយបានជួបម្ដុំហ្នឹងបងប្អូនណាបាទយូរគឺយើងបានជួបម្ដុំហ្នឹងហើយរបស់នេះគឺប្លែកហើយមានអានុភាពបងប្អូនណាបាទមានញៀនថែរក្សាបាទប្រភេទនៃអង្គថ្មមួយដុំនេះយើងអាចហៅថាគុជថ្មនេះសូម្បីតែខ្ញុំឲ្យអ្នកដែលបារមីលោកមើលឲ្យក៏លោកថាជាគុជថ្មដែរបាទថាជាគុជថ្មដែរបងប្អូនណាបាទពិសេសបងប្អូនណាបាទហើយតិចស្លាប់តែម្ដងហើយស្អាតណាបាទរូបរាងរបស់លោកគឺបែបហ្នឹងបាទគឺបែបហ្នឹងបងប្អូនណាបើសិនជាបងប្អូនមើលនឹងភ្នែកមើលឲ្យចិត្តឲ្យចំទៅនៅក្នុងតសៃថ្មហ្នឹងយើងមើលទៅដូចជាមានរូបភាពអីឬក៏ដូចជាមានរូបអីនៅក្នុងហ្នឹងអញ្ចឹងបងប្អូនណាបាទឃើញទេបាទពិសេសតែម្ដងបងប្អូនណាបាទគឺស្អាតណាស់បាទប្រភេទមួយដុំនេះឃើញប្លែកខ្ញុំក៏យកមកថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទយើងមើលទៅដូចជាភូស៊ីលផ្លែភ្នៅឬក៏ដូចជាផ្លែភ្នៅបេះបិទក៏បានដែរបងប្អូនណាបាទក៏ថាបានដែរបាទយើងអាចហៅថាគុជថ្មក៏បានយើងអាចហៅថាភូស៊ីលផ្លែឈើក៏បានដែរដោយសារបើយើងដូចជាផ្លែភ្នៅគឺដូចបេះបិទតែម្ដងឃើញទេបងប្អូននេះឡើងកណ្ដងរបស់គាត់នេះ
បាទហើយរូបរាងគាត់គឺបែបហ្នឹងបាទដូចបេះបិទតែម្ដងហើយប្រប៉ិនផ្លែភ្នៅនឹងបងប្អូនណាបាទទំហំប្រប៉ិនផ្លែភ្នៅស្រុកជាងតែម្ដងបាទពិសេសណាបងប្អូនណាគឺពិសេសតែម្ដងបាទហើយខ្ញុំឃើញផ្លែក៏យកមកថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបើយើងសាងជាទូអង្គក៏ស្អាតអីក៏ស្អាតដែរដាក់តាំងក៏ស្អាតដែរបងប្អូនណាបាទហើយចឹងក៏អត់មានអីទេក៏សូមឲ្យបងប្អូនទាំងអស់បាទជួយចុចសញ្ញាពាក្យថាជាវនិងសញ្ញាកណ្ដឹងជូនខ្ញុំបាទផងពេលដែលខ្ញុំបាទមានរបស់ថ្មីខ្ញុំតែងតែថតផុសចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទហើយបើសិនជាខ្ញុំនិយាយទៅក៏លឺលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏យើងរៀបរាប់មិនបានក្បោះក្បាយក្តីក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់ជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាបាទពិសេសតែម្ដងបងប្អូនណាពិសេសតែម្ដង